ឡានក្រុងបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្លាប់13នាក់របួស22នាក់នៅខេត្តកំពង់ធំសំឡេងផ្ទុះមួយបានបន្លឺឡើងកណ្ដាលរាត្រីស្ងាត់ជ្រងំកាត់តាមខ្យល់អាកាសនៃខេត្តកំពង់ធំពន្លឺភ្លើងហ្វារថយន្តធំបានឆ្លុះចាំងទៅនឹងផ្ទៃទឹកទន្លេស្ទឹងសានមុននឹងត្រូវបាត់បង់ទៅវិញរួមជាមួយនឹងសំឡេងស្រែកទួនយំនិងសម្រែកនៃភាពភ័យរន្ធត់អ្នកភូមិដែលរស់នៅក្បែរនោះត្រូវបានដាស់ដោយសូរសំឡេងដ៏រន្ធត់ហើយបានប្រញាប់ប្រញាល់ទៅកាន់ស្ពានសំពៅមាសដើម្បីមើលថាតើមានរឿងអ្វីកើតឡើងឡានក្រុងដ៏ធំមួយបានបាត់ខ្លួនពីលើស្ពានហើយមានតែបំណែកដែកនិងកញ្ចក់មួយចំនួនតូចប៉ុណ្ណោះដែលនៅសល់នៅលើខែមផ្លូវនៅខាងក្រោមទឹកពួកគេអាចឮសំឡេងស្រែកនិងពពុះទឹកធំដែលកំពុងផុសឡើងឡានក្រុងធាក់ទឹកហើយសំឡេងមួយបានស្រែកឡើងទាំងភ័យស្លន់ស្លោអ្នកភូមិដែលរស់នៅក្បែរនោះត្រូវបានដាស់ដោយសូរសំឡេងដ៏រន្ធត់ហើយបានប្រញាប់ប្រញាល់ទៅកាន់ស្ពានសំពៅមាសដើម្បីមើលថាតើមានរឿងអ្វីកើតឡើងនៅពេលពួកគេទៅដល់មនុស្សជាច្រើនអ្នកបានឃើញទិដ្ឋភាពដ៏រន្ធត់ភ័យខ្លាចឡានក្រុងដ៏ធំមួយបានបាត់ខ្លួនពីលើស្ពានហើយមានតែបំណែកដែកនិងកញ្ចក់មួយចំនួនទូចប៉ុណ្ណោះដែលនៅសល់នៅលើខែមផ្លូវនៅខាងក្រោមទឹកពួកគេអាចឮសំឡេងស្រែកនិងពពុះទឹកធំដែលកំពុងផុសឡានក្រុងធ្លាក់ទឹកហើយសំឡេងមួយបានស្រែកឡើងទាំងភ័យស្លន់ស្លោមិនយូរប៉ុន្មានសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះនិងកម្លាំងសមត្ថកិច្ចបានបន្លឺឡើងបន្តបន្ទាប់គ្នាកងកម្លាំងសង្គ្រោះបឋមរួមទាំងប៉ូលីសមន្ត្រីពេទ្យនិងអ្នកពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុពន្លឺភ្លើងស្តុបពណ៌ក្រហមឆ្វាតបានជះទៅលើផ្ទៃទឹកដ៏ខ្មៅងងឹតបង្ហាញពីទិដ្ឋភាពនៃការលិចលង់ដ៏សែនព្រាត់ប្រាសការងារសង្គ្រោះត្រូវតែធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បំផុតក្រុមអ្នកជួយសង្គ្រោះបានប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរយប់ងងឹតស្លុងទឹកទន្លេហូរលឿនហើយឡានក្រុងបានលិចចូលទៅក្នុងជម្រៅទឹកស្ទើរតែទាំងស្រុងអ្នកខ្លះបានស្ម័គ្រចិត្តលោតចូលទៅក្នុងទឹកដើម្បីជួយអ្នកនៅរស់រានមានជីវិតដែលកំពុងប្រឹងប្រែងហែលទឹកឬជាប់នៅក្នុងបំណែកឡានក្រុងសំឡេងស្រែកហៅរកជំនួយបានលាយលំជាមួយនឹងសំឡេងកក្រឹកកក្រែងនៃប្រតិបត្តិការសង្គ្រោះបន្តិចម្ដងរាងកាយមនុស្សត្រូវបានគេរកឃើញនិងទាញចេញពីទឹកដំបូងឡើយពួកគេជាអ្នកនៅរស់រានមានជីវិតដែលមានរបួសរលាត់រលួយនិងកំពុងញ័រទៅទ្រើកដោយសារភាពត្រជាក់និងការភ័យខ្លាចប៉ុន្តែមិនយូរប៉ុន្មានចំនួននៃអ្នកស្លាប់បានចាប់ផ្ដើមកើនឡើងគួរឲ្យព្រឺក្បាលពួកគេត្រូវបានដាក់តម្រៀបគ្នានៅលើខែមផ្លូវបង្កើតបានជាទិដ្ឋភាពដ៏សែនសោកសៅបំផុតការងារសង្គ្រោះត្រូវតែធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បំផុតក្រុមអ្នកជួយសង្គ្រោះបានប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរយប់ងងឹតស្លុងទឹកទន្លេហូរលឿនហើយឡានក្រុងបានលិចចូលទៅក្នុងជម្រៅទឹកស្ទើរតែទាំងស្រុងអ្នកខ្លះបានស្ម័គ្រចិត្តលោតចូលទៅក្នុងទឹកដើម្បីជួយអ្នកនៅរស់រានមានជីវិតដែលកំពុងប្រឹងប្រែងហែលទឹកឬជាប់នៅក្នុងបំណែកឡានក្រុងសំឡេងស្រែកហៅរកជំនួយបានលាយឡំជាមួយនឹងសំឡេងកក្រឹកកក្រែងនៃប្រតិបត្តិការសង្គ្រោះអ្នកជួយសង្គ្រោះបានប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរយប់ងងឹតស្លុងទឹកទន្លេហូរលឿនហើយឡានក្រុងបានលិចចូលទៅក្នុងជម្រៅទឹកស្ទើរតែទាំងស្រុងអ្នកខ្លះបានស្ម័គ្រចិត្តលោតចូលទៅក្នុងទឹកដើម្បីជួយអ្នកនៅរស់រានមានជីវិតដែលកំពុងប្រឹងប្រែងហែលទឹកឬជាប់នៅក្នុងបំណែកឡានក្រុងសំឡេងស្រែកហៅរកជំនួយបានលាយលំជាមួយនឹងសំឡេងកក្រឹកកក្រែងនៃប្រតិបត្តិការសង្គ្រោះបន្តិចម្ដងរាងកាយមនុស្សត្រូវបានគេរកឃើញនិងទាញចេញពីទឹកដំបូងឡើយពួកគេជាអ្នកនៅរស់រានមានជីវិតដែលមានរបួសរលាត់រលួយនិងកំពុងញ័រទៅទ្រើកដោយសារភាពត្រជាក់និងការភ័យខ្លាចប៉ុន្តែមិនយូរប៉ុន្មានចំនួននៃអ្នកស្លាប់បានចាប់ផ្ដើមកើនឡើងគួរឲ្យព្រឺក្បាលពួកគេត្រូវបានដាក់តម្រៀបគ្នានៅលើខែមផ្លូវបង្កើតបានជាទិដ្ឋភាពដ៏សែនសោកសៅបំផុតដំណឹងនៃគ្រោះថ្នាក់នេះបានរីករាលដាលយ៉ាងលឿនធ្វើឲ្យក្រុមគ្រួសារជាច្រើនបាននាំគ្នាប្រញាប់ប្រញាល់មកកាន់កន្លែងកើតហេតុដោយក្តីបារម្ភនិងភ័យស្លន់ស្លោសំឡេងយំសោកបានបន្លឺឡើងនៅពេលពួកគេព្យាយាមស្វែងរកសាច់ញាតិរបស់ខ្លួនក្នុងចំណោមអ្នករងគ្រោះម្ដាយខ្លះបានយំអូបកូនដែលនៅរួមរៀនមានជីវិតខណៈឪពុកខ្លះទៀតបានត្រឹមតែឈរងើយក្បាលរងចាំដំណឹងដ៏អាក្រក់ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបានបន្តពេញមួយយប់រហូតទាល់តែព្រះអាទិត្យរះបំបែកភាពងងឹតក្រុមមុជដាច់ជំនាញត្រូវបានកោះហៅមកដើម្បីចុះទៅក្នុងទឹករកមើលអ្នកដំណើរដែលនៅសេសសល់ជាបនៅក្នុងឡានក្រុងដែលបានលិចរាល់នាទីដែលកន្លងផុតទៅក្តីសង្ឃឹមក៏បានរសាត់បាត់ទៅបន្តិចម្ដង
នៅពេលព្រឹកឡើងអភិបាលខេត្តនិងមន្ត្រីជាន់ខ្ពស់បានចុះមកដល់កន្លែងកើតហេតុផ្ទាល់សេចក្តីថ្លែងការណ៍ជាបឋមត្រូវបានចេញផ្សាយដោយបញ្ជាក់ពីចំនួនអ្នកស្លាប់និងរបួសដ៏ច្រើនសន្ធឹកសន្ធាប់ការស៊ើបអង្កេតមួយត្រូវបានបើកដើម្បីរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ដ៏រន្ធត់នេះថាតើបណ្ដាលមកពីកំហុសបច្ចេកទេសកំហុសអ្នកបើកបរឬកត្តាផ្សេងទៀតសហគមន៍ទាំងមូលត្រូវបានឆក់ឆាប់ដោយដំណឹងដ៏អាក្រក់នេះវត្តអារាមនានាបានត្រៀមរៀបចំពិធីបូជាសពខណៈអ្នកភូមិបាននាំគ្នាជួយផ្ដល់ជំនួយដល់ក្រុមគ្រួសាររងគ្រោះទិដ្ឋភាពនៃភាពសោកសៅនិងការបាត់បង់បានគ្រប់ដណ្ដើមខេត្តកំពង់ធំទាំងមូលមនុស្សជាច្រើនបាននិយាយរៀបរាប់ពីការឈឺចាប់ដែលគេបានឃើញនិងឮសំណួរធំមួយបានលេតឡើងនៅក្នុងចិត្តមនុស្សគ្រប់គ្នាតើហេតុអ្វីបានជាវាបានកើតឡើងតើអ្នកបើកបรงងុយដេកឬតើឡានក្រុងមានបញ្ហាមុនពេលកើតហេតុឬកម្លាំងសមត្ថកិច្ចកំពុងប្រឹងប្រែងស្វែងរកប្រអប់ខ្មៅនិងវត្ថុតាំងផ្សេងទៀតដើម្បីបកស្រាយអត្ថកម្បាំងនេះរាល់ចម្លើយដែលពួកគេរកឃើញអាចជាការចាប់ផ្ដើមនៃសោកនាដកម្មមួយទៀតសោកនាដកម្មនៅស្ពានសំពៅមាសនឹងត្រូវចារទុកនៅប្រវត្តិសាស្ត្រនៃខេត្តកំពង់ធំជារៀងរហូតជីវិតដែលបានបាត់បង់ក្តីសភៅដែលរលាយបាត់និងការឈឺចាប់ដែលនៅសេសសល់នឹងក្លាយជាការរំលឹកដ៏ឈឺចាប់មួយអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះទឹកទន្លេស្ទឹងសែនដែលធ្លាប់តែស្ងប់ស្ងាត់បានក្លាយជាទីកន្លែងដែលពោរពេញទៅដោយរឿងរ៉ាវដ៏សែនសោកសៅនិងអត្ថកម្បាំងដែលនៅមិនទាន់ស្រាយបំភ្លឺអស់នៅឡើយ